អ្នកបម្រើដ៏រៀបទៀបរបស់អ្នកបានលើថាថ្មីនេះនៅក្នុងរាជធានីស្ថានភាពមិនស្ថិតស្ថេរហើយព្រះអង្គម្ចាស់ទី5ហាក់ដូចជាស្ទើរតែអំណាចយោធារបស់ប៊ីដេងមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមស្ត្រីនៃរាជវាំងតាក់ទងនឹងអំណាចខ្ញុំបារម្ភថាពួកគេនឹងធ្វើឲ្យខ្ញុំពិបាកព្រះអង្គម្ចាស់ទី5ទ្រង់មិនទាន់មានរបស់នោះនៅឡើយទេទោះបីជាព្រះអង្គមានកំណើតជាអភិជនក៏ដោយប្រសិនបើសៃគីមិនកាន់អំណាចពិតប្រាកដទេខ្ញុំតែងតែមានអារម្មណ៍មិនស្រួលអំពីវាប្រសិនបើការមានចិត្តរាបទាបអាចផ្ដល់មូលដ្ឋានគ្រឹះមួយខ្ញុំសូមអនុញ្ញាតឲ្យកូនស្រីរបស់ខ្ញុំរក្សាសុវត្ថិភាពខ្ញុំអាចបម្រើព្រះមហាក្សត្រដោយស្ងប់ចិត្តអ្នកចង់បានត្រាយោធានិងកូនស្រីរដ្ឋមន្ត្រីនោះហើយជាអ្វីទាំងអស់ដែលអ្នកចង់បានដើម្បីការពារព្រះរាជបូជនីយកិច្ចចុងក្រោយរបស់ព្រះអង្គដោយសារពាក្យបណ្ដាំនេះមកពីឡានអ្វីដែលកុមារចង់បានគឺត្រូវបានផ្ដល់ឲ្យសៀវឆេងលាក់ខ្លួននៅពីក្រោយភ្នំសិប្បនិមិត្តគាត់ក្តាប់កណ្ដាប់ដៃរបស់គាត់យ៉ាងណែនរួចសម្លឹងមើលទៅសៀវយន្តប្រគល់សញ្ញាសម្គាល់សម្រាប់អ្នកជំនួសមកខ្ញុំខ្សាច់ហៀពេញបន្ទប់សម្ងាត់ពន្លឺស្រអាប់ដូច្នេះខ្ញុំទីហ៊ានម្នាក់នៅតែក្តៅដោយសារសីតុណ្ហភាពរាងកាយវត្ថុស័ក្តិសិទ្ធិត្រូវបានដាក់នៅលើតុហើយមានតែពន្លឺភ្លឹបភ្លែតប៉ុណ្ណោះដែលអាចមើលឃើញនាងពិតជាបានឲ្យវាទៅគាត់មែនសម្លេងរបស់នាងញ័របន្តិចសម្រាប់អ្នកដែលមិនយល់សោះនាងជាស្ត្រីអស់រយៈពេលជាច្រើនថ្ងៃហើយនាងថែមទាំងស្លាប់ទៀតផងព្រះអង្គម្ចាស់លែងត្រូវការត្រាយោធាទៀតហើយខ្ញុំបានទទួលលុយឪពុកម្ដាយខ្ញុំនៅខែក្រោយថ្នាំពេទ្យប៉ុន្តែតើអ្នកគិតថាចំនួនយោធានេះបើអ្នកមិនអាណិតនាងតតែសោះអ្នកបានរៀបការជាផ្លូវការក្នុងនាមជាប្រពន្ធចុះមិនថាជាស្រីកំណានឬជាកូនចាប់នៅក្នុងក្រសែភ្នែករបស់សម្ដេចខ្ញុំពួកវាគ្រាន់តែជាឧបករណ៍ប៉ុណ្ណោះមិនមែនជារបស់អ្វីនោះទេសម្ដេចចងចាំអត្តសញ្ញាណរបស់អ្នកហើយកុំសន្មត់ថាគាត់បានអប់អ្នកហើយអ្នកពិតជាបានខ្លាយជានារី Phoenix មិនដែលគិតដោយសារតែនាងជាកូនស្រីរបស់សត្វ Phoenix នាងគ្រាន់តែចង់ដោយដឹងពីចំនួនយោធានេះតើអ្នកមានគម្រោងធ្វើអ្វីខ្ញុំនឹងបើកសវនាការនៅព្រឹកស្អែកមាននរណាម្នាក់ដោយអចេតនាលើគ្រឿងអលង្ការរបស់អ្នកកំណត់ត្រាយោធាត្រូវបានរកឃើញនៅក្នុងប្រអប់នៅពេលនោះពួកគេនឹងខុបខិតគ្នាដោយសម្ងាត់ជាមួយព្រះអង្គម្ចាស់ដើម្បីលួចជាវយ៉ាន់បានចោទប្រកាន់ពីបទរំលោភលើបទបញ្ជីយោធាទោះបីជាអ្នកចូលទៅក្នុងទន្លេលឿងក៏ដោយក៏អ្នកមិនអាចលាងដៃរបស់អ្នកពីវាបានដែរខ្ញុំបានបោះជំហានទៅមុខដើម្បីបញ្ជាក់ថាគាត់មិនបានសម្ដៅទៅលើនេះបញ្ជាក់ថាការថែរក្សាសុចរិតភាពសូម្បីតែក្នុងការចំណាយលើគ្រួសាររបស់ខ្លួនក៏ដោយគឺជាសក្ខីភាពនៃការគោរពប្រតិបត្តិចំពោះកូនទាញខ្ញុំទៅជាមួយរួចយើងក៏ដើរចេញទៅយ៉ាងលឿនកម្លាំងរបស់គាត់នៅតាមផ្លូវទៅកាន់ព្រះបរមរាជវាំងក៏ដៃរបស់ខ្ញុំត្រូវបានច្របាច់យ៉ាងខ្លាំងព្រះអង្គម្ចាស់ឲ្យមុខឡើងក្រហមហើយលែងខ្ញុំទៅបេសកកម្មនេះបានឈានទៅមុខរួចហើយហេតុអ្វីបានជាអ្នកខឹងខ្ញុំបានប្រាប់អ្នកឲ្យអ្នកបានលួងលោមគាត់ប៉ុន្តែអ្នកមិនអនុញ្ញាតឲ្យគាត់បានអប់អ្នកនៅលើភ្នំឈិនលីងមែនទេខ្ញុំបានលងស្នេហ៍នឹងគាត់ប៉ុន្តែខ្ញុំមិនបានធ្វើទេពេលនោះស្រាប់តែមានមន្ត្រីម្នាក់ព្រះអង្គម្ចាស់ទី5បានប្រញាប់ប្រញាល់មកអូព្រះអង្គម្ចាស់រីកយាតមាននៅក្នុងសិភៅស្រាប់តែសន្លប់ហើយក្អួតចេញឈាមម៉ូស្រែកហៅមីងឈិនឥតឈប់ឈរម្ដាយខ្ញុំឈ្មោះជាវឆេងហើយខ្ញុំពួកគេបានសម្លឹងមើលគ្នាទៅវិញទៅមកហើយទឹកមុខរបស់ពួកគេបានផ្លាស់ប្ដូរយ៉ាងខ្លាំងជាតិពុលនៃការលងស្នេហ៍ហាក់ដូចជាខ្លាំងជាងការរំពឹងទុកមុខរបស់ជាវយ៉ាន់ជាមួយនឹងក្លិនអុសដ៏ខ្លាំងនាងដេកលើសាឡុងមុខនាងស្លេកស្លាំងដូចស្លាប់ជោគវាសនារបស់ខិនវិញគឺមិនប្រកបប្រជាទេខ្ញុំអធិស្ឋានថាគាត់នឹងភ្ញាក់ឡើងព្រះអង្គម្ចាស់តើបន្ទប់ទឹកថ្នាំនោះត្រូវបានប្រទានឲ្យទ្រង់ដោយខ្ញុំមិនបានធ្វើតតែសោះខ្ញុំបានប្រាប់អ្នកកុំឲ្យកំពុកទឹកថ្នាំប៉ុន្តែខ្ញុំបានយកជីវិតនាងទៅវាគឺជាគ្រូពេទ្យអធិរាជដែលបានរកឃើញជាមួយនឹងម៉ាន់ដាឡាតើអ្នកគិតថាខ្ញុំនឹងការពារអ្នកឬការពារបល្ល័ង្ករបស់ខ្ញុំសៀវយុនកំពុងសុបិនអាក្រក់នៅពេលយប់ជ្រៅខ្ញុំភ្ញាក់ពីដំណេកទាំងញើសត្រជាក់ក្លិនទឹកខ្មៅផ្អែមឈ្ងុយបានហុយពេញខ្យល់វាហាក់ដូចជាបានខ្លាយជាខ្សែពូមួយដែលចងជីវិតរបស់ពួកគេសូលឺធ្វើឲ្យគាត់ដកដង្ហើមមិនរួចអ្នកនាំសារបាននាំដំណឹងអំពីព្រះនាងឈិនអ្នកស្រីឈិនបានត្រឡប់មកផ្ទះវិញហើយវាយឺតពេលហើយក្នុងការប្រកាសជេគូមានអារម្មណ៍ក្តៅក្រហាយនៅក្នុងទ្រូងរបស់នាងមានភ្លើងកំពុងឆេះនោះយកទឹកថ្នាំមកឲ្យខ្ញុំអាមៀតប្រញាប់ទៅយកទឹកថ្នាំពីឆេវៀនតោងជាប់យ៉ាងតឹងទៅនឹងពណ៌ក្រហមងឹតនោះក្រចកទឹកថ្នាំពណ៌ត្រូវបានស្រូបយកយ៉ាងជ្រៅក្លិនក្រអូបនោះបានលេចឡើងនៅលើមុខរបស់នាងបន្តិចបន្តួចនៃការពេញចិត្តដ៏គួរឲ្យភ័យខ្លាចប៉ុន្តែភ្នែករបស់អ្នកកាន់តែស្រអាប់តើអ្វីទៅជាត្រូវបានបន្ថែមទៅក្នុងទឹកថ្នាំហើយហេតុអ្វីខ្ញុំបិទភ្នែកហើយអ្នកបើកវាភ្នែករបស់អ្នកឬអ្នកនៅតែញ័រនៅពេលនេះហ្វៃលីវរូយ៉ានបានរុញទ្វារបើកហើយចូលទៅ